ប្រវត្តិវត្តដំរីសដែលមានអាយុកាល115ឆ្នាំនៅក្រុងបាត់ដំបងវត្តដំរីសគឺជាអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងខេត្តបាត់ដំបងវត្តដំរីសស្ថិតនៅក្នុងទឹកដីភូមិកម្មករសង្កាត់ស្វាយប៉ោទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថនិងឈៀងខាងត្បូងសាលាក្រុងបាត់ដំបងអតីតផ្ទះរបស់លោកម្ចាស់ប្រហែល1គីឡូម៉ែត្រវត្តនេះមានឈ្មោះយ៉ាងពីរោះមួយទៀតហៅថាវត្តស្វេតឆ័ត្រកុញ្ចរជ័យពាក្យស្វេតមានន័យថាពណ៌សចំណែកពាក្យស្វេតឆ័ត្រមានន័យថាឆ័ត្រសរីឯពាក្យថាកុញ្ចរៈមានន័យថាសត្វដំរីបើប្រែឲ្យពីរោះទៅគឺស្វេតឆ័ត្រកុញ្ចរជ័យមានន័យថាដំរីសជ័យបើតាមឯកសាររបស់លោកតូចឈួងវិញបានអះអាងថាព្រះវិហារវត្តដំរីសបច្ចុប្បន្ននេះត្រូវបានកសាងឡើងដោយលោកស្រីអឹងដែលជាលោកជំទាវធំរបស់លោកកថាថនឈុំបើតាមលោកអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសម័យសង្គមរាស្ត្រនិយមមកបានដំណាលថាលោកម្ចាស់កថាថនជាអ្នកចូលចិត្តបាញ់សត្វនិងមានប្រពន្ធច្រើនក្នុងចំណោមប្រពន្ធទាំងអស់គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី2ដែលមានឈ្មោះថាអ្នកស្រីអឹងដោយកើតទុកនឹងប្តីមានប្រពន្ធច្រើនអ្នកស្រីអឹងមានជំងឺយ៉ាងធ្ងន់ធ្ងរលោកម្ចាស់កថាថនបានខិតខំរកគ្រូពេទ្យបុរាណនិងសម័យព្យាបាលយ៉ាងណាក៏ពុំជាឡើយក្រោយមកអ្នកស្រីបានទៅបែរបន់ព្រះអង្គខ្មៅនៅវត្តកណ្ដឹងដោយនិយាយថាបើអ្នកស្រីជាពីជំងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយបន្ទាប់មកអ្នកស្រីក៏ធូរស្បើយអំពីជំងឺនោះមែនហើយអ្នកស្រីក៏បានឲ្យគេចាប់ផ្ដើមសាងសង់ព្រះវិហារវត្តដំរីសនេះឡើងនៅឆ្នាំ1904តែជាអកុសលអ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលកសាងព្រះវិហារនេះរួចហើយក៏ឲ្យគេយកមកធ្វើបុណ្យបូជានៅមុខវត្តដំរីសនេះផងដែរចំពោះក្រុមជាងស្ថាបនាព្រះវិហារវត្តដំរីសឬវត្តស្វេតឆ័ត្រកុញ្ចរជ័យដែលយើងកំពុងឃើញមកទល់នឹងសប្តាហ៍ថ្ងៃនេះបើតាមឯកសាររបស់លោកតូចឈួងបានអះអាងថាជាងអ្នកទទួលការងាររៀបឥដ្ឋគឺកងតោនៅភូមិដូនទាវនិងជាងស្នានៅមុខវត្តកំផែងឯជាងខាងឆ្លាក់រូបស៊ីម៉ង់ជារូបគ្រុឌតោស្វាមនុស្សយក្សគឺជាងញឹកនៅព្រែកតាតុននិងជាងសឿននៅភូមិចំការសំរោងចំណែកជាងចម្លាក់ឈើវិញគឺជាងអុននៅក្បែរវត្តក្តាំងងារដែលថ្វីដៃឆ្លាក់របស់គាត់បានស៊ីដាច់ជាងឆ្លាក់ឈើដតីទៀតក្នុងសម័យនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺចម្លាក់ផុសដ៏រស់រវើកនៅតាមជើងជញ្ជាំងនិងបង្អួចបញ្ឆោតរបស់ព្រះវិហារគំនូរដ៏វិចិត្រនៅខាងលើជញ្ជាំងផ្នែកខាងក្រៅមួយជុំព្រះវិហារដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរចម្លាក់សូនរូបសត្វសីហៈដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារសត្វគ្រុឌដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារនិងជាពិសេសគឺចម្លាក់ឈើនៅលើហោជាងដំបូលព្រះវិហារតែម្ដងអី